ចាសូមអរគុណសម្រាប់នាងខ្ញុំផ្ទាល់សម្រាប់ការចែករំលែកនៅព័ត៌មានដែលមិនពិតឬព័ត៌មានคล้ายៗហ្នឹងមានផលប៉ះពាល់ច្រើនដូចជាទីមួយចំពោះខ្លួនឯងគ្រួសារសង្គមជាតិទាំងមូលចំពោះខ្លួនឯងអាចនឹងបង្កមានភាពសតិអារម្មណ៍ដោយយើងអាចឃើញទៅពេលខ្លះយើងមានអារម្មណ៍ថាមួម៉ៅឬក៏ឆ្កំឆ្គងនៅអីយ៉ាងទៅហើយបើចំពោះគ្រួសារនិងចំពោះប្រទេសជាតិហើយនិងសង្គមគឺជាក់ស្ដែងនៅក្នុងប្រទេសយើងកំពុងមានប្រទេសកម្ពុជាកំពុងតែមានសង្គ្រាមវិបត្តិចំនួនជាមួយប្រទេសថៃយ៉ាងទៅបើបងប្អូនប្រជាពលរដ្ឋយើងនាំគ្នា share ឬក៏ចែករំលែកនៅព័ត៌មានមិនពិតឬក៏ព័ត៌មានคล้ายៗហ្នឹងអាចធ្វើឲ្យបងប្អូនដែលស្ថិតនៅជាប់នៅព្រំដែនកម្ពុជាថៃហ្នឹងអាចមានការផិតភ័យឬក៏ភ័យខ្លាចនៅកត្តាណាមួយយ៉ាងទៅមុននឹងយើងចែករំលែកឬក៏ like share នៅព័ត៌មានអីមួយយើងត្រូវតែមើលប្រភពឲ្យបានច្បាស់លាស់ហើយជាពិសេសយើងត្រូវគួរតែតាមដាននៅ page របស់ក្រសួងមានចំណាប់អារម្មណ៍ថាចង់ឲ្យយុវជនជំនាន់ក្រោយហ្នឹងមុននឹងធ្វើអ្វីមួយត្រូវចេះគិតឲ្យបានច្បាស់លាស់សិនមុននឹង like share ឬក៏ចែករំលែកអីមួយព្រោះយើងអាចនឹងពេលយើង like share ទៅអាចនឹងបង្កនៅភាពចលាចលឬក៏អសន្តិសុខនៅកត្តាណាមួយហើយទី2យើងគួរតែមុននឹងធ្វើអីមួយគិតឲ្យបានច្បាស់លាស់មិនចេះតែចែករំលែកផ្ដេសផ្ដាសហើយត្រូវតាមមើលប្រភពឲ្យបានច្បាស់លាស់ជាពិសេសប្រភពនឹងបើយើងឥឡូវជាសម័យ AI ព្រោះអីគេមានអ្នកខ្លាយបន្លំច្រើនណាជាពិសេស AI អាចធ្វើបានច្រើនធ្វើឲ្យវាពិបាកឲ្យយើងជឿយ៉ាងទៅយើងត្រូវតែមើលប្រភពឲ្យបានច្បាស់លាស់ជាពិសេសហ្នឹងផែកក្រសួងយើងត្រូវតាមដានឲ្យបានជាប់ហើយកុំសូវជឿលើព័ត៌មានដែលមិនមានប្រភពច្បាស់លាស់ចូលរួមធានាសុវត្ថិភាពព័ត៌មាននៅកម្ពុជា